ពិភពលោករបស់យើងប្រហែលអាចជាការសម្រួលឬការសាងសង់ឡើងដោយអ្វីមួយដែលស្ថិតនៅក្នុងវិមាត្រខ្ពស់ជាងនេះប្រសិនបើនេះជាការពិតការចែកចេញពីលោកនេះប្រហែលមិនមែនជាចំនួនចប់ទេប៉ុន្តែគ្រាន់តែជាការផ្លាស់ប្ដូរទៅស្ថិតនៅក្នុងភាពពិតមួយទៀតដល់ពេលដែលបុរសម្នាក់មាន IQ 276ខ្ពស់ជាងគេបំផុតនៅលើពិភពលោកបានបាក់បង្ហាញថាជីវិតបន្តពីស្លាប់មានពិតប្រាកដនៅចុងខែមេសាដែលកន្លងទៅនេះគីមយ៉ាងយុនអ្នកវិទ្យាសាស្ត្រជនជាតិកូរ៉េខាងត្បូងដែលត្រូវបានកត់ត្រាថាមាន IQ 276ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សបានចេញមកបង្ហាញមតិយោបល់អំពីសំណួរដែលថាតើអ្វីនឹងកើតឡើងនៅពេលដែលអ្នកចាក់ចេញពីលោកនេះទៅស្វាគមន៍មកកាន់ Story Podcast កម្មវិធីដែលនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងរករឿងប្លែកៗទូទាំងពិភពលោកគីមយ៉ាងយុនបានយោបល់ថាខ្ញុំគិតថាស្មារតីរឿងចិត្តវិញ្ញាណរបស់យើងនឹងនៅតែមានបន្តបន្ទាប់ស្មារតីរបស់យើងវាមិនមែនជាសកម្មភាពខឹងខួរក្បាលតែប៉ុណ្ណោះទេប៉ុន្តែវាជាអ្វីមួយដែលជ្រៅជាងនោះទៀតវិទ្យាសាស្ត្រប្រាប់យើងថានៅពេលខួរក្បាលជួបដំណាក់កាលស្មារតីនឹងបាត់បង់បន្តិចម្ដងប៉ុន្តែរូបវិទ្យា Quantum Physics ប្រាប់ថាព័ត៌មានមិនដែលបាត់ទេវាគ្រាន់តែផ្លាស់ប្ដូរទម្រង់ប្រសិនបើស្មារតីរបស់យើងគឺជាព័ត៌មាន Quantum វាអាចនៅតែបន្តមានក្រោយពីរាងកាយរបស់យើងរលាយបាត់ទៅឧទាហរណ៍ដូចជាព័ត៌មានកុំព្យូទ័រដែលនៅតែត្រូវរក្សាទុកនៅកូន Cloud ស្មារតីរបស់យើងក៏ប្រហែលជាមិនត្រូវចាក់សោនៅក្នុងខួរក្បាលដែរការពាក់ព័ន្ធ Quantum Entanglement បង្ហាញថាស្មារតីរបស់យើងជាផ្នែកមួយនៃប្រព័ន្ធធំជាងនេះដែលលើសពីលោកផ្លូវរូបវិន្នអ្នកវិទ្យាសាស្ត្រនិងអ្នកទស្សនវិជ្ជាខ្លះៗជឿថាពិភពលោករបស់យើងប្រហែលអាចជាការសម្រួលឬការសាងសង់ឡើងដោយអ្វីមួយដែលស្ថិតនៅក្នុងវិមាត្រខ្ពស់ជាងនេះប្រសិនបើនេះជាការពិតការចែកចេញពីលោកនេះប្រហែលមិនមែនជាចំនួនចប់ទេប៉ុន្តែគ្រាន់តែជាការផ្លាស់ប្ដូរទៅស្ថិតនៅក្នុងភាពពិតមួយទៀតដោយតួអង្គក្នុងវីដេអូហ្គេមដែលបាត់បង់ទៅប៉ុន្តែអ្នកលេងនៅតែស្ថិតនៅស្មារតីរបស់យើងអាចនឹងបន្តទៅក្នុងវិមាត្រខ្ពស់ជាងនេះវិទ្យាសាស្ត្រកំពុងមានការរីកចម្រើនហើយយើងកំពុងសិក្សាអំពីស្មារតីនិងអំពីភាពពិតកាន់តែច្រើនឡើងហើយមនុស្សជាតិផងដែរនឹងនៅតែបន្តស្វែងរកសេចក្តីពិតក្នុងបញ្ហានេះ